ណានឹងភ្នក់ភាគទី43បន្តពីណោះគ្នាបានទស្សនាភាគទី42រួចមកសាកទីថាគ្រឿងក្នុងភាគទី43ជាមួយខ្ញុំទាំងអស់គ្នាមើលថាតើចាន់អាយដលឃើញក្នុងភាគនេះអត់អ្វីដែលសំខាន់ភាគនេះគឺគឺថាខ្លងបន្តពីគាត់បានភ្ញាក់ពីការស្លាប់មកគឺគាត់បានប្រាប់តម្រុយជាច្រើនដែលគាត់បានប្រមូលពីអ្នកដែលចាប់ចាន់នេះទៅលក់អញ្ចឹងឃើញថាប៉ូលីសគាត់ក៏បានសហការជាមួយនឹងក្លើកបានល្អដែរអញ្ចឹងបើមិនជាមានឱកាសមួយហ្នឹងខ្ញុំគិតថាអាចជួយចាន់បានលឿនហើយខ្ញុំក៏អត់ចង់ចាន់នៅកន្លែងដែលគេចាប់យកទៅលក់នឹងយូរពេកដែរពួកឯងកន្លែងហ្នឹងគឺអត់ល្អទេបើទុកយូរទៅខ្លាចថាគេធ្វើបាបរៀងខាងគាត់ឬក៏ធ្វើបាបផ្លូវចិត្តគាត់ទៅខ្លាចថាទៅជួយណាជួយតែជួយយឺតពេកអញ្ចឹងណាអ្នកគ្នាបើមិនជាយើងកលេចមើលក្នុងរឿងហ្នឹងណាទោះឲ្យខ្ញុំឆ្លាញ់ខ្លាំងយ៉ាងគេគឺតួខ្លឹងហ្នឹងឯងលក្ខណៈថាឆ្លាញ់ពីប្រុសប្រដៅអ្នកគ្នា good boy មែនតើតាំងពីយើងឃើញមកឃើញថាគាត់អត់មានរឿងអើងជាមួយរូបទំព័ររបស់ចាន់ទេតាមជួយចាន់គ្រប់ពេលវេលាហើយដែលសំខាន់បំផុតណាឥឡូវហ្នឹងគឺចាន់កំពុងតែត្រូវការជំនួយខ្លាំងហើយគាត់ទោះបីជាគាត់រងការឈឺចាប់គេធ្វើបាបគាត់យកគាត់ទៅផ្លុំចោលម្ដងហើយគាត់នៅតែអត់បោះបង់ក្នុងការជួយចាន់ទេអ្នកគ្នាចឹងបរិបទបែបហ្នឹងគឺល្អខ្លាំងមែនតើបើមិនជាបានជួយជីវិតរបស់យើងកុំបោះបង់គាត់ចោលអីអូខេអ្នកគ្នាចឹងចុះដល់យើងបើចាន់ម្ដងយើងបើចាន់យើងឃើញថាគាត់ដើរកាត់ទៅជ្រៅទៅដែលពិបាកក្នុងការដកជើងចេញមែនតើបើមិនជាយើងគិតទៅគាត់ចង់សម្រាប់មនុស្សហើយករណីថាបើមិនគាត់សម្រាប់មនុស្សមែនជីវិតរបស់គាត់គឺប្រកាសជាទៅតាមហ្នឹងឯងអត់អាចត្រូវត្រង់ទីមកវិញបានទេខ្ញុំមិនដឹងថាអ្នកគ្នាស្អប់ភ័យមកទេណាតែបើសម្រាប់ខ្ញុំក៏ស្អប់គាត់ដែរតែក៏អត់ដល់ណាចង់ឲ្យគាត់ស្លាប់ដែរអាចថាគាត់ទទួលទោសឬមួយក៏មានទរណកម្មអីចំពោះគាត់ចឹងទៅតែបើដល់ណាសម្លាប់គឺអត់ទេពួកគាត់ក៏ជីវិតមួយដូចគ្នាហើយជួយដូចចានតែកាន់តែជួយដូចមនុស្សអញ្ចឹងគាត់ក៏ជាមនុស្សម្នាក់ដែលជួយដូចមនុស្សដូចគ្នាអញ្ចឹងគាត់ក៏មានទោសដូចគ្នាអញ្ចឹងអ្នកគ្នាចាំតាមដានមើលថាតើអ្នកនិពន្ធគាត់នឹងដោះស្រាយបញ្ហាហ្នឹងដូចអ្វីដែលយើងគិតរំពឹងទុកឬមួយក៏ខុសឆ្លាស់ពីការគិតរបស់យើងអញ្ចឹងអ្នកឲ្យកុំភ្លេចតាមដាន channel ពេញរបស់គាត់ណាគឺល្អមើលខ្លាំងមែនតើបាយបាយ